បាទសួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទទីហើយនៅក្នុងคลิปវីដេអូនេះដែរបាទខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបាទយក Facebook យើងវិញដូចជា Facebook យើងហ្នឹងបានបាត់លេខកូដឬក៏យើងខានប្រើ Facebook នឹងយូរគឺយើងមិនចំណាំវាទាំងអស់តែម្ដងអ្វីដែលសំខាន់អ្វីដែលយើងគួរចាំគឺលេខទូរស័ព្ទដែលយើងបង្កើត Facebook នឹងហ្មងឬក៏ email ឬក៏ Gmail ដែលយើងបង្កើតនៅ Facebook នឹងតែម្ដងឥឡូវខ្ញុំឧទាហរណ៍ខ្ញុំបង្កើត Facebook ហ្នឹងនៅតាមលេខទូរស័ព្ទបាទដល់ពេលហើយខ្ញុំអត់ដឹងថា Facebook ហ្នឹងវាខូចឬក៏មិនទេឬក៏មានលេខកូដមានអីមិនទេគឺនេះយើងអញ្ចឹងយើងអត់ដឹងថាវាយខាងលើមិនខាងក្រោមមិនយើងអត់ចាំទាំងអស់ហ្មងណាដល់ពេលហើយគឺយើងត្រូវនេះគឺយើងចូលមកកន្លែង Facebook អញ្ចឹងមកចូលមកកម្មវិធី Facebook អញ្ចឹងមកហើយចេញមកសិនបាទហើយចូលមក Facebook ពេលចូលមក Facebook យើងឃើញបែបនេះនេះយើងចុចកន្លែងនេះមកអាចជួខើមណាបាទជួខើមចុចពីមកហើយជ្រើសរើសអាខាងលើហ្នឹងបាទចុចពីមួយទៀតមកបាទមកដល់កន្លែងនេះបើសិនជាយើងបង្កើតFacebook ហ្នឹងតាម Gmail email អីចឹងគឺយើងវាយទៅនឹងទៅ Yahoo ហ្នឹងបាទគឺយើងវាយតាមនឹងទៅហើយបើសិនជាយើងបង្កើតតាមលេខទូរស័ព្ទគឺយើងវាយលេខទូរស័ព្ទមកឥឡូវខ្ញុំវាយលេខទូរស័ព្ទដែលកំពុងតែដាក់ប្រើហ្នឹងហើយខ្ញុំក៏ដឹងថា Facebook ហ្នឹងលេខទូរស័ព្ទដែលខ្ញុំវាយចូលហ្នឹងគឺចូលមិនចូលក៏ខ្ញុំអត់ដឹងទេព្រោះបង្កើតហើយគឺមិនបង្កើតហើយគឺខ្ញុំអត់ដឹងអ្វីសំខាន់ខ្ញុំភ្លេចមិញឥឡូវខ្ញុំសាកយកតែម្ដងព្រោះប៉ុន្តែចង់និយាយថាខ្ញុំបង្កើត Facebook ច្រើនទុកចោលគឺប្រហែលជាលេខនឹងប្រហែលជាបានបង្កើតហើយពេលអញ្ចឹងខ្ញុំសាកវាយមិនឆែកលេខមិនទុកឆែកលេខហើយសង្ខេបកត់ខ្សែកត់អាហ្នឹងលេខទូរស័ព្ទនិយាយទៅឲ្យតែលេខទូរស័ព្ទហ្នឹងដែលយើងប្រើយើងធ្លាប់បង្កើតគឺមិនចាំបាច់ចំណាំលេខកូដមិនចាំបាច់ចំណាំអីទេគឺយើងវាយលេខទូរស័ព្ទហ្នឹងទៅឲ្យតែមានលេខទូរស័ព្ទហើយលេខទូរស័ព្ទហ្នឹងយើងកំពុងតែប្រើបាទឥឡូវខ្សែកត់79 59ចង់ផ្លេចបាទចុច search ហ្នឹងគឺយើងអាចវាយឈ្មោះក៏បានដែរតែគ្រាន់តែពេលយើងវាយឈ្មោះគឺវាច្រើនឈ្មោះដូចគ្នាច្រើនអញ្ចឹងយើងវាយលេខទូរស័ព្ទឬ Gmail គឺល្អនេះបាទ Facebook ហ្នឹងសំបីថាFacebook គេក៏ដោយ Facebook គេក៏ដោយឲ្យតែយើងមានលេខទូរស័ព្ទនៅដៃយើងបាទចុចកន្លែងនេះមកបាទសុំទោសបាទរងចាំវាផ្ញើសារមកក្រុមហ៊ុន Facebook ផ្ញើសារមកចាំតិចទៅបាទនេះគឺផ្ញើសារមកហើយ58 40 72 58 40 72បាទចុច confirm ទៀតមកខាងលើហ្នឹងនេះយកខាងលើហ្នឹងទៅខាងក្រោមក្បានខាងលើក្បានស្រែចិត្តចុច confirm ក្រោមហ្នឹងហើយវាឲ្យយើងបញ្ចូលលេខកូដចាប់ពី8ខ្ទង់ឡើងទៅគឺល្អហើយដាក់1 2 3 4សំទោស4 5 6 7 8ដល់9មកបាទចុច confirm បាទលេខកូដហ្នឹងបើសិនបែបនេះគឺវាមិនឲ្យដាក់លេខកូដហ្នឹងទេឥឡូវយើងដាក់លេខកូដអីផ្សេងដាក់ពី9ចុះវិញ9 8 7 6 5 4 3 2 1ចុច confirm ទៀតឲ្យទៀតអញ្ចឹងយើងដូរទៀតព្យាយាមដូរលេខកូដអ្វីដែរសឹងបើសិនជាមិនឲ្យឥឡូវខ្ញុំដាក់ A ពីមុខហើយអក្សរបើសិនជាអក្សរពីមុខសូមដាក់ជាអក្សរធំហ្នឹងA 1 2 3 4 5 6 7 8 9បាទនេះគឺវាឲ្យ
ហើយសូមរងចាំតិចបាទគឺ Facebook ហ្នឹងគឺខ្ញុំបានតែបង្កើតចោលទេតែខ្ញុំអត់បាន add friend អត់បានអីទេហើយចង់បញ្ជាក់ទៀតថាទោះបី Facebook ហ្នឹងគឺជា Facebook គេតែយើងមានលេខទូរស័ព្ទក៏យើងអាចធ្វើបែបហ្នឹងបានដែរគឺវាមិនសំខាន់អ្វីទាំងអស់គឺវាសំខាន់ទៅលើលេខទូរស័ព្ទដែលយើងបង្កើតហើយក៏ Gmail ដែលយើងបង្កើតបាទហ្នឹងបាទហ្នឹងហើយបើសិនជាយើងចង់វាយសារក្រោយគឺយើងវាយលេខទូរស័ព្ទខាងលើទៅជួរខាងលើហើយដល់ពេលហើយលេខកូដដែលយើងវាយមិញហ្នឹង A1 ដល់ A9 ហ្នឹងគឺវាយខាងក្រោមទៅគឺបានហើយបើសិនជាដូរលេខកូដគឺយើងអាចធ្វើបែបហ្នឹងបានហើយសូមឲ្យអ្នកទាំងអស់គ្នាចុច Subscriber លើ account YouTube ខ្ញុំទៅគឺទីទៀតហ្នឹងខ្ញុំនឹងបង្ហាញពីរបៀបដូរលេខកូដគឺខ្ញុំបង្ហាញឲ្យដូរឈ្មោះការពារ Facebook មិនឲ្យគេ hack បានគឺបានបង្ហាញហើយមិនឲ្យគេផុសរូបចូលក៏បានបង្ហាញដែរហើយទីទៀតហ្នឹងខ្ញុំនឹងបង្ហាញអំពីរបៀប hack ឬក៏លួច Facebook គេតែម្ដងគឺលួច Facebook គេឆាយតែម្ដងបាទហើយចង់និយាយថាអ្នកទាំងអស់គ្នាអាច comment បាននៅលើវីដេអូនេះបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំថតនៅ clip ដែលរបៀបលួច Facebook គេឆាយតែម្ដងហើយបើសិនជាមិនចង់ទេគ្រាន់ដាក់ថា no ទៅក៏បានដែរគឺខ្ញុំនឹងមើលទៅលើមតិដែលអ្នកទាំងអស់គ្នា comment ហើយខ្ញុំក៏បានបង្ហាញដែរពីរបៀបការពារមិនឲ្យគេ hack បើសិនជាអ្នកទាំងអស់គ្នាមើលនៅវីដេអូខ្ញុំរបៀបការពារដូរលេខកូដមិនឲ្យគេ hack Facebook ហ្នឹងគឺអ្នកទាំងអស់គ្នានឹងធ្វើបែបនេះទៅអត់ងាយមានអ្នក hack បានទេតតែគឺពួក hacker ខ្លាំងប្រហែលជាប្រទេសយើងមិនទាន់មានទេបើសិនជាអ្នកទាំងអស់គ្នាធ្វើតាមខ្ញុំបាទអញ្ចឹងសូមឲ្យអ្នកទាំងអស់គ្នា like ហើយនិង subscriber លើ account YouTube ខ្ញុំ channel YouTube ខ្ញុំបាទដើម្បីដឹងព័ត៌មានថ្មីនិងផ្សេងទៀតបាទអញ្ចឹងសូមបញ្ចប់តែប៉ុណ្្នឹងហើយបាទអរគុណនិងជម្រាបលា